បាទសូមគោរពជំរាបសួរដល់អស់លោកអ្នកបងប្អូនតើអស់លោកអ្នកបងប្អូននៅព្រឹកនេះពេលដែលភ្ញាក់អំពីដំណេកមកអស់លោកអ្នកបងប្អូនមានបានអរគុណព្រះអង្គហើយឬនៅអរគុណព្រះអង្គណាស់ដែលព្រះអង្គបាននៅតែបន្តប្រទាននៅខ្យល់ដ៏ដង្ហើមហើយនឹងព្រះគុណមកដល់យើងរាល់គ្នានៅថ្ងៃនេះដូចជាសពមួយដងដែរខ្ញុំបានលើកយកនៅព្រះគម្ពីរទំនុកដំកើងចំពុក5ដើម្បីអាននិងចែកជូនដល់អស់លោកអ្នកបងប្អូនសូមឲ្យអស់លោកអ្នកបងប្អូនបាននៅពេលដែលបានស្ដាប់អំពីព្រះបន្ទូលនៅថ្ងៃនេះសូមឲ្យអស់លោកអ្នកបងប្អូនបានមានកម្លាំងឡើងនៅពេលដែលអស់លោកអ្នកបងប្អូនបានស្ដាប់អំពីព្រះបន្ទូលនៅថ្ងៃនេះសូមឲ្យទុកលំបាកទាំងឡាយបានរសាត់ខ្ចាត់ខ្ចាយចេញអំពីអស់លោកអ្នកបងប្អូនហើយព្រះពរនិងព្រះគុណរបស់ទ្រង់បានចាក់បំពេញដល់អស់លោកអ្នកបងប្អូនដែរគឺនៅក្នុងព្រះគម្ពីរទំនុកដំកើងចំពុក5អោព្រះយេហូវ៉ាអើយសូមផ្ទៀងព្រះកានស្ដាប់ពាក្យរបស់ទូលបង្គំសូមពិចារណាការរំពឹងគិតរបស់ទូលបង្គំខ2អោមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយសូមប្រុងស្ដាប់សំឡេងនៃពាក្យដែលទូលបង្គំអំពាវនាវត្បិតទូលបង្គំអធិដ្ឋានដល់ទ្រង់ខ3អោព្រះយេហូវ៉ាអើយនៅពេលព្រឹកទ្រង់នឹងឮសំឡេងរបស់ទូលបង្គំគឺនៅពេលព្រឹកទូលបង្គំនឹងទូលដល់ទ្រង់ដោយលំដាប់ព្រមទាំងរក្សាពេលចាំយាមផងខ4ត្បិតទ្រង់មិនមែនជាព្រះដែលសពព្រះហឫទ័យនិងសេចក្តីល្មើសទេឯសេចក្តីអាក្រក់នឹងនៅជាមួយនឹងទ្រង់មិនបានខ5ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេទ្រង់ក៏ស្អប់បណ្ដាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតខ6ទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរព្រះយេហូវ៉ាទ្រង់ខ្ពើមឆ្អើមចំពោះមនុស្សដែលតែងតែកំចាយឈាមហើយបោកប្រាស់គេខ7ឯទូលបង្គំវិញទូលបង្គំនឹងចូលនៅក្នុងដំណាក់នៃទ្រង់ដោយសារសេចក្តីមេត្តាករុណាដ៏បរិបូរណ៍របស់ទ្រង់ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ដោយចិត្តកោតខ្លាចដល់ទ្រង់ខ8អោព្រះយេហូវ៉ាអើយសូមណែនាំទូលបង្គំក្នុងសេចក្តីសុចរិតរបស់ទ្រង់ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំសូមធ្វើឲ្យផ្លូវត្រង់ត្រង់នៅមុខទូលបង្គំត្បិតនៅមុខខ9ត្បិតនៅក្នុងមាត់ពួកនោះគេគ្មានសេចក្តីពិតឡើយខាងក្នុងគេមានសុទ្ធតែសេចក្តីកាចអាក្រក់បំពង់កគេជាភ្នោខ្មោចនៅចំហគេពោលបញ្ចោចដោយសារអណ្ដាតខ10អោព្រះអង្គអើយសូមទ្រង់កាត់ទោសដល់គេសូមឲ្យគេដួលចុះដោយឧបាយរបស់ខ្លួនគេសូមបណ្ដេញគេចេញដោយព្រោះអំពើរំលងរបស់គេដែលច្រើនឥតគណនាត្បិតគេបានបោះបោនឹងទ្រង់ហើយខ11នោះអស់អ្នកដែលពឹងដល់ទ្រង់គេនឹងរីករាយឡើងគេនឹងច្រៀងដោយអំណរជានិច្ចពីព្រោះទ្រង់តែងការពារគេហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់គឺបានត្រេកអរដោយសារទ្រង់ខ12ត្បិតព្រះយេហូវ៉ាអើយត្បិតអោព្រះយេហូវ៉ាអើយទ្រង់នឹងប្រទានពរដល់មនុស្សសុចរិតទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញដោយព្រះគុណទុកដូចជាខែលអាមែនសូមឲ្យព្រះបន្ទូលនៅថ្ងៃនេះឲ្យអស់លោកអ្នកបងប្អូនមានកម្លាំងឡើងនៅក្នុងខចុងក្រោយយើងមើលឃើញថាត្បិតព្រះយេហូវ៉ាអើយទ្រង់នឹងប្រទានពរដល់មនុស្សសុចរិតទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញដោយព្រះគុណទុកដូចជាខែលអាមែនសូមព្រះប្រទានពរ